ជាធម្មតានៅពេលដែលយើងចង់ធ្វើការបង្កើត connection ទៅកាន់ database យើងតែងតែចង់ឲ្យ configuration វាគឺមានតែមួយកន្លែងទេនៅក្នុង the whole application យើងដូច្នេះយើងអាចប្រើជាមួយនឹង singleton parent ដែលជា parent មួយនៅក្នុង creational parent singleton parent នេះដែរគឺវា ensure ថាមានតែ instance មួយគត់នៃ class មួយហ្នឹងនៅក្នុង application យើងទាំងមូលយកហ្មងអញ្ចឹងគឺគេយកវាទៅ apply ជាមួយនឹង database configuration ជាដើមនៅពេលដែលយើងធ្វើការ apply ជាមួយនឹង singleton parent ចំពោះបញ្ហាបែបនេះយើងនឹងបាន achieve ជាមួយនឹង avoid multiple copies ហើយយើងអាច share data ជា global ដូចជា configuration អីដែល application យើងទាំងមូលត្រូវការប្រើប្រាស់វាហើយដូច្នេះយើងក៏បាន improve ជាមួយនឹង performance ដូចគ្នាដោយសារតែយើងធ្វើការ reuse the same instance រហូតយើងអាចបានបង្កើតថ្មីទេហើយនេះគឺជា code នៅក្នុង Java programming language ដែលយើងធ្វើការ implement ជាមួយនឹង singleton parent ក្នុងការបង្កើត database connection បើសិនជាយើងក៏លេចទៅមើល constructor ដែលមាន access modifier ជា private គោលបំណងគឺយើងមិនចង់ឲ្យ client ឬមួយក៏ class ដទៃទៀតធ្វើការបង្កើត constructor ថែមមួយទៀតគឺយើងចង់ make sure ថានៅក្នុង the whole application របស់យើងគឺប្រើប្រាស់តែជាមួយនឹង get instant method សម្រាប់ក្នុងការ achieve ឬក៏សម្រាប់ក្នុងការទាញយកនៅ object ក៏ដូចជា instant នៃ class មួយនឹងមកប្រើដូច្នេះហើយនៅរាល់ពេលដែលអ្នកទាំងអស់គ្នាមានបញ្ហាថាចង់បង្កើត class មួយដែលយើង make sure ថាឲ្យវាមានតែមួយ instant នៅក្នុង application ទាំងមូលគឺយើងគួរតែគិតឃើញជាមួយនឹង singleton វីដេអូតាក់ទងជាមួយនឹង singleton parent ថ្ងៃនេះគឺមានតែប៉ុណ្្នឹងបើសិនជាអ្នកទាំងអស់គ្នាមានមតិអាច comment នៅខាងក្រោមបាន so see you guys later with another design pattern